សួស្តីបងប្អូនយើងទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ព្រឺព្រួយរបស់ Admin សាជាថ្មីហើយថ្ងៃនេះផងដែរគឺខ្ញុំមានរឿងរ៉ាវព្រឺព្រួយមួយទៀតហើយនៅក្នុងការយកមកនិទានឲ្យបងប្អូនយើងបានស្ដាប់ណាហើយក៏សូមអភ័យទោសផងដែរទៅដល់បងប្អូនយើងដែលគាត់បានផ្ញើរឿងមកហើយខ្ញុំអត់បានចូលឆែកមើលអញ្ចឹងណាដោយសារតែមួយរយៈមុនហ្នឹងគឺខ្ញុំឈឺបងប្អូនអញ្ចឹងទៅគឺខ្ញុំអត់សូវបានចូលឆែកមើលទេតែឥឡូវនេះគឺខ្ញុំបានចេញរឿងថ្មីឲ្យហើយក៏លេងបាត់ទៅទៀតដែរហ្នឹងហើយអញ្ចឹងគឺចំពោះបងប្អូនយើងដែលគាត់ចង់ចែករំលែកនៅរឿងរ៉ាវរន្ធត់ឬក៏ព្រឺព្រួយដែលគាត់ធ្លាប់បានជួបបងប្អូនអាចតាក់ទងមកកាន់លេខ Telegram ដែលខ្ញុំដាក់ខាងក្រោមបានណាហើយចំពោះបងប្អូនយើងថ្មីសូមជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនបានស្ដាប់បន្តទៀតអូខេឥឡូវនេះគឺយើងចូលទៅកាន់រឿងរ៉ាវរបស់យើងអញ្ចឹងមុននឹងខ្ញុំនិយាយសម្រាយឲ្យបងប្អូនបានស្ដាប់ខ្ញុំសូមសង្ខេបបន្តិចចុះដែលរឿងរ៉ាវនេះផងដែរគឺនិយាយពាក់ព័ន្ធជាមួយនឹងផ្លូវមួយដែលផ្លូវហ្នឹងពីដំបូងឡើយគឺអត់មានបញ្ហាអីទេប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរនៅហ្នឹងគឺគាត់ធ្វើដំណើរតាមធម្មតាប៉ុន្តែថ្ងៃមួយស្រាប់តែមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលធ្វើឲ្យផ្លូវនៅទីកន្លែងដែលគេធ្លាប់តែធ្វើដំណើរសុខសប្បាយក្លាយទៅជាផ្លូវមួយដែលមានប្រជាពលរដ្ឋគឺគាត់ខ្លាចគ្រប់គ្នាតែម្ដងហើយក៏គេប្រទះឃើញវិញ្ញាណដែលសាហាវឈរចាំនៅមាត់ផ្លូវនឹងដែរអញ្ចឹងចង់ដឹងថារឿងរ៉ាវដើមហេតុដំបូងវាយ៉ាងម៉េចហើយមានរឿងរ៉ាវព្រឹកព្រួយអីខ្លះកើតឡើងនៅក្នុងសាច់រឿងហ្នឹងបងប្អូនចាំតាមដានស្ដាប់ទាំងអស់គ្នាណាអញ្ចឹងរឿងរ៉ាវនេះដំបូងឡើយគឺមានបងប្រុសម្នាក់គាត់ធ្វើការចែកលេខដែលគាត់មានឈ្មោះថាបងសៅអញ្ចឹងបងសៅគាត់និយាយថាអញ្ចេះគាត់បានរស់នៅក្នុងភូមិស្រុកមួយដែលភូមិស្រុកគាត់ហ្នឹងគឺធម្មតាមានផ្លូវដែលគេជិះធ្វើដំណើរជាធម្មតាហូរហែហើយផ្លូវកន្លែងហ្នឹងគឺមានជាប់ស្ពានមួយជាស្ពានថ្មហើយជាធម្មតានៅម្ដុំហ្នឹងគឺអ្នកស្រុកអ្នកភូមិអីគេធ្វើដំណើរធម្មតាអត់ជាមានបញ្ហាឬក៏អត់ជាមានរឿងអីទេហើយបងសៅគាត់និយាយថាផ្ទះគាត់ហ្នឹងគឺនៅជាប់មាត់ផ្លូវតែម្ដងគ្រាន់តែថាជាប់មាត់ផ្លូវហ្នឹងវាមិនមែនជាប់ពេកទេណាបងប្អូនគឺជាប់រៀងឆ្ងាយដែររបៀបថាខ្ទង់10ម៉ែត្រអីចឹងទៅអាហ្នឹងដើរចេញពីផ្ទះគាត់មកដល់មាត់ផ្លូវហ្នឹងហ្មងហើយនៅមាត់ផ្លូវហ្នឹងគឺទលាយស្រឡះអត់មានគេដាំតាមឈើអីច្រើនទេហើយក៏អត់មានស្ងាត់អីដែរណាគឺមានផ្ទះបងប្អូនប្រជាពលរដ្ឋគាត់នៅហូហែតែម្ដងអញ្ចឹងបងសៅគាត់និយាយថាថ្ងៃមួយមានរថយន្តមួយគ្រឿងហ្នឹងគឺរថយន្តធំប្រភេទរថយន្តធំដែលរថយន្តធំហ្នឹងគឺជាប្រភេទរថយន្តក្រុងបានបើកមកកាន់លើដងផ្លូវហ្នឹងស្រាប់តែបើកមកសុកហ្នឹងក៏មានរថយន្តមួយគ្រឿងទៀតហ្នឹងបើកមកបញ្ជាផ្លូវគ្នាជាមួយនឹងរថយន្តក្រុងហ្នឹងហើយរថយន្តក្រុងហ្នឹងគឺដឹកមនុស្សដឹកអីហ្នឹងគឺមានចំនួនច្រើនប្រហែលជាខ្ទង់40នាក់ហើយនៅក្នុងរថយន្តក្រុងហ្នឹងអញ្ចឹងនៅពេលដែលធ្វើដំណើរមកដល់មុខផ្ទះបងសៅគាត់និយាយចឹងហើយអំឡុងពេលហ្នឹងបងសៅគឺគាត់នៅអង្គុយលេងនៅមុខផ្ទះគាត់និយាយចឹងគាត់នឹងអង្គុយមើលគេជិះម៉ូតូជិះឡាននិយាយទៅគឺអង្គុយមើលមុខផ្ទះដូចយើងធម្មតាចឹងណាបងប្អូនចឹងគាត់ថាអំឡុងពេលដែលគាត់កំពុងអង្គុយមើលហ្នឹងក៏រថយន្តក្រុងហ្នឹងជិះមកមិនដឹងថារេចង្កូតយ៉ាងម៉េចក៏បានជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលជាប្រភេទរថយន្តដឹកដីរៀងធំមកល្មមដែរបុកគ្នាពេញទំហឹងតែម្ដងបងប្អូនគាត់និយាយចឹងគាត់ថាបុកពេញទំហឹងរហូតទៅដល់ខ្ទាតរថយន្តក្រុងនឹងកន្លាប់ហើយរថយន្តដឹកដីហ្នឹងក៏កន្លាប់ដែរអញ្ចឹងអំឡុងពេលដែរមានករណីគ្រោះថ្នាក់ហ្នឹងគឺបងប្អូនក៏ដូចជាគាត់អ្នកនៅជុំវិញហ្នឹងព្រមគ្នាឆោឡោទៅមើលនៅលើដងផ្លូវហ្នឹងថាតើមានអ្នករបួសប្រហែលអ្នកអីចឹងទៅពួកអីរថយន្តក្រុងហ្នឹងដឹកមនុស្សច្រើនដែរ40ឬក៏50អ្នកអីបងសៅគាត់និយាយចឹងអញ្ចឹងប្រជាពលរដ្ឋបងប្អូនដែលគាត់នៅហ្នឹងគឺឆោឡោទៅមើលបងសុកគឺឆោឡោទៅមើលទាំងបងសៅទាំងគ្រួសារគាត់អីគឺមកមើលទាំងអស់តែម្ដងអញ្ចឹងគ្រាន់តែទៅដល់គឺគេបានឃើញរឿងរន្ធត់មួយហើយរឿងរន្ធត់ហ្នឹងបងប្អូននឹងអីអត់គឺមានជនរងគ្រោះចំនួន3នាក់នៅក្នុងករណីហ្នឹងស្លាប់ភ្លាមតែម្ដងបងប្អូនហើយការស្លាប់របស់ពួកគាត់ហ្នឹងមិនមែនស្លាប់បែបធម្មតាទេគឺដាច់ក្បាលចេញពីគ្នាទាំង3នាក់ហ្នឹងតែម្ដងហើយប្រជាពលរដ្ឋក៏ដូចជាបងសៅដែលគាត់ឃើញគឺរន្ធត់គ្រប់គ្នាបងប្អូនតែចំណែកម្ចាស់រថយន្តដឹកដីគឺគាត់ធំតែគ្រោះថ្នាក់ស្រាលទេគាត់របួសស្រាលទេប៉ុន្តែអ្នកដែលជិះនៅក្នុងរថយន្តក្រុងហ្នឹងនៅក្នុងចំណោម40ទៅ50នាក់ហ្នឹងគឺមាន3នាក់
ស្លាប់ភ្លាមដាច់ក្បាលខ្ទាតចេញតែម្ដងហើយបើជាពលរដ្ឋដែលគាត់នៅនឹងគាត់នាំគ្នាស្័យគាត់ផ្អើគាត់ឆោឡោហើយតក់ស្រិតគ្រប់គ្នាវាជាទស្សនវិជ្ជាមួយដែលនឹកស្មានដល់ជាទស្សនវិជ្ជាដែលរន្ធត់ខ្លាំងណាអញ្ចឹងបងប្អូនសាកសម័យមើលថារូបភាពនឹងវាយ៉ាងម៉េចដាច់ក្បាល3នាក់បងប្អូនហើយដេកទន្ទឹមគ្នាទៀតខ្ទាតក្បាលចេញតែម្ដងហើយបងប្អូនសាកគិតរូបភាពមើលថាធម្មតាយើងមិនមែនជាអ្នកដំណើរមួយពួកគាត់ទេហើយយើងធម្មតាជាអ្នកដែលអង្គុយឃើញហេតុការណ៍ហ្នឹងយើងមិនដឹងថាតើក្បាលរបស់ពីណាគេហើយដល់3នាក់នោះហ្នឹងអញ្ចឹងប្រជាពលរដ្ឋនៅហ្នឹងគឺនាំគ្នាភ័យសន្ស្លាវអត់ដឹងថាធ្វើម៉េចទេក៏អ្នកដែលគាត់ក្លាហានហ្នឹងក៏នាំគ្នាទៅយកក្បាលសាកសពទាំង3នាក់ហ្នឹងមកយកមកដាក់ហើយដាក់ហ្នឹងគឺពួកគាត់ដាក់រៀងព្រាវដែរទេព្រោះមិនដឹងថាក្បាលហ្នឹងគឺរបស់អ្នកណាទេពួកអីស្រាប់ហ្នឹងមានស្រី2ប្រុស1អញ្ចឹងសាកសពដែលដាច់ក្បាលខាងប្រុសហ្នឹងអាហ្នឹងគឺអត់អីណាស្រួលចំណាំទេណាក៏ប៉ុន្តែខាងស្រី2នាក់អត់ដឹងថាជាក្បាលអ្នកណាទេចុងប្រជាពលរដ្ឋនៅហ្នឹងគឺគាត់បានត្រឹមព្រាវហើយក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរហើយគាត់ថាករណីពេលហ្នឹងគឺបីរន្ទឺខ្លាំងមែនតើអញ្ចឹងក្រោយពេលដែលកើតហេតុការណ៍ហ្នឹងហើយអ្នកស្រុកអ្នកភូមិហ្នឹងក៏បានទៅធ្វើបន់ធ្វើឲ្យទៅតែមិនមែនថាធ្វើឲ្យដិតដល់អីទេហើយក៏និមន្តលោកនិមន្តអីមកសោយស្រង់ក៏ដូចជាមកប្រោះព្រំនៅកន្លែងផ្លូវហ្នឹងទៅអញ្ចឹងបងសៅគាត់និយាយថាក្រោយកើតហេតុការណ៍ហ្នឹងហើយនៅលើដងផ្លូវហ្នឹងគឺស្រាប់តែមានរឿងរន្ធត់កើតឡើងច្រើនខ្លាំងមែនទែនគាត់ថាថ្ងៃមួយគាត់អ្នកជួបផ្ទាល់តែម្ដងគាត់គឺធ្វើដំណើរមកពីញ៉ាំការគេវិញពេលហ្នឹងគឺរឿងជប់ដែរហើយបងប្អូនដឹងហើយញ៉ាំការគេមិនមែនមកផ្ទះវិញម៉ោង6ម៉ោង7យប់ទេណាមកវិញគឺខ្ទង់ម៉ោង9ទៅ10យប់ហើយផ្លូវម៉ោង9ម៉ោង10យប់ហ្នឹងគឺវារៀងស្ងាត់ដែរមិនសូវជាមានរថយន្តឬក៏មានម៉ូតូអីបើកបរច្រើនដូចខ្ទង់ម៉ោង5ម៉ោង6ម៉ោង7ទេធ្វើម៉ោង8ទៅស្ងាត់ដែរបងសៅគាត់និយាយអញ្ចឹងណាចឹងគាត់ថាអំឡុងពេលហ្នឹងគាត់ជិះម៉ូតូមកពីញ៉ាំការគេវិញម្នាក់ឯងស្រាប់តែជិះមកចិត្តដល់ផ្ទះគាត់អាកន្លែងដែរជួបគ្រោះថ្នាក់ហ្នឹងលេងស្រាប់តែគឺគាត់ថាឃើញហេតុការណ៍មួយដែលរន្ធត់ដែលគាត់មិនដែលឃើញហើយគាត់សឹងតែថាលោតចេញពីលើម៉ូតូទាំងកំពុងតែជិះហ្នឹងតែម្ដងគាត់ថាជិះមកសុកហ្នឹងផ្លូវហ្នឹងកំពុងស្ងាត់ហើយស្រាប់តែមានឆ្កែពីណាទេមកលួចក្លួចនៅចិត្តផ្លូវដែលគាត់ជិះហ្នឹងស្រាប់តែគាត់ជិះទៅក៏គាត់ឃើញសមោរបស់មនុស្សស្រីម្នាក់ហើយគាត់ថាឃើញសមោទេហើយគាត់ក៏បានចាប់អារម្មណ៍ព្រោះគាត់រៀងផឹកស្រាស្វឹងដែរអញ្ចឹងគាត់ថាជិះមកចិត្តដល់អាកន្លែងសមោមនុស្សស្រីហ្នឹងស្រាប់តែគាត់ឃើញរលិចរូបរាងមនុស្សស្រីហ្នឹងមកចិត្តម៉ូតូគាត់តែម្ដងមកគៀកនឹងម៉ូតូគាត់ដែលគាត់ជិះហ្នឹងហើយគាត់ថារូបភាពដែលគាត់ឃើញបងប្អូនគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងគឺអត់មានក្បាលទេគឺដាច់ក្បាលអត់មានក្បាលទេហើយបកដៃហៅគាត់មកដៃបកដៃឲ្យគាត់ឈប់ម៉ូតូចង់សុំគាត់ជិះតែអត់មានឃើញក្បាលអ្នកស្រីហ្នឹងទេអញ្ចឹងបងសៅគាត់ថាគឺគាត់រន្ធត់ចិត្តមែនតើគាត់ថាគាត់មួហ្គាយោគាត់មួហ្គាជិះរហូតដល់ទៅហួសផ្ទះគាត់ណាគាត់ភ័យគាត់ស្លុតគាត់ថាសឹងតែថាបើហក់ចុះពីលើម៉ូតូនឹងមកគឺគាត់ហក់ចុះតែម្ដងបងសៅគាត់និយាយអញ្ចឹងគាត់ថាគាត់ជិះមួយរហូតហួសផ្ទះគាត់ហើយតម្រាំតែដឹងហួសផ្ទះគាត់ហ្នឹងគាត់ជិះហួសឡើងពី3គីឡូព្រោះគាត់មួហ្គាយោលេងក្តីគាត់ថាពេលហ្នឹងបើជួបគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សឬបុកម៉ូតូបុកឡានអីក៏គាត់អត់ដឹងដែរព្រោះគាត់ស្លុតចិត្តណាសុកលេងជិះមកឃើញមនុស្សស្រីបក់ដៃហៅមកមានក្បាលក្តារធៀបបងប្អូនគិតមើលបើបងប្អូនមិនមានអារម្មណ៍មិនស្លុតដូចគ្នាអញ្ចឹងបងសៅគាត់ថាគាត់អញ្ចឹងហើយផឹកឡើងគឺគាត់ញាក់ញ័រគាត់ភ័យគាត់រន្ធត់រហូតទៅដល់គ្រួសារគាត់នេះនាំគាត់ទៅស្រោចទឹកបានពី3ថ្ងៃបានគាត់ហៀងភាសាឡើងហើយបងសៅគាត់ថាហេតុការណ៍ហ្នឹងមិនមែនតែគាត់ជាអ្នកជួបទេសំបីតែអ្នកចិត្តខាងដែលធ្វើដំណើរក្បែរខាងគាត់ហ្នឹងក៏គេមកនិយាយប្រាប់ដែរគេថាពេលខ្លះអ្នកដែលធ្វើដំណើរលើដងផ្លូវហ្នឹងយប់ស្ងាត់ណាជិះឡានជិះអីអញ្ចឹងគេតែងតែឃើញមនុស្សដែលអត់មានក្បាលណានៅឈរបក់ដៃហើយមិនមែនឃើញវិញ្ញាណអត់មានក្បាលហ្នឹងតែម្នាក់ទេអ្នកដែលគាត់ធ្វើដំណើរគាត់ជួបផ្ទាល់នៅលើផ្លូវហ្នឹងគឺឃើញ3នាក់ឈរទន្ទឹមគ្នាបក់ដៃហៅសុំជិះជាមួយប៉ុន្តែអត់មានក្បាលទេបងប្អូនអញ្ចឹងគឺរន្ធត់ខ្លាំងមែនតើហើយអ្នកខ្លះទៀតគឺឃើញមនុស្សស្រីហ្នឹងកាន់ក្បាលហើយបក់ដៃសុំជិះអញ្ចឹងវាជារឿងមួយដែលព្រឺព្រួចហើយអ្នកស្រុកអ្នកភូមិនៅហ្នឹងគឺបាននិយាយតគ្នាតែម្ដងល្បីរន្ទឺតែម្ដងថាផ្លូវហ្នឹងគឺជាផ្លូវមរណៈដែលគេឲ្យឈ្មោះថាផ្លូវមរណៈ
បងស្រីគាត់និយាយថានៅពេលដែរក្រោយមានរឿងគ្រោះថ្នាក់ចរាចរណ៍ហើយមានវិញ្ញាណមកលងបន្លាចយប់ឡើងឲ្យតែមានពីណាគេជិះម៉ូតូយប់ឡើងមកបក់ដៃអត់ឃើញក្បាលអត់ឃើញអីហ្នឹងគឺជារឿងមួយហើយប៉ុន្តែរឿងមួយដែលរត់តែរន្ធត់គឺអ្នកដែលជិះមកយប់ឡើងតែឯងច្រើនតែជិះទៅជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមតែម្ដងគាត់និយាយអញ្ចឹងគឺកម្រមានអ្នករបួសធ្ងន់អីណាគាត់ថាជិះលើផ្លូវហ្នឹងមិនដឹងយ៉ាងម៉េចទេដូចជាមានវិញ្ញាណទាញក៏យ៉ាងម៉េចជិះភាគច្រើនឲ្យមកដល់កន្លែងហ្នឹងគឺមានគ្រោះថ្នាក់ចរាចរណ៍ហើយគឺស្លាប់ភ្លាមហើយគាត់ថាមិនមែនមួយករណីទេគឺច្រើនករណីណាស់លើផ្លូវហ្នឹងដល់ថ្នាក់និមន្តប្រសង់មកប្រោះព្រំមកសូត្រមន្តមកហៅវិញ្ញាណទាំងអស់ហ្នឹងគឺអត់មានស្បើយទេបងប្អូនហើយបងសៅគាត់និយាយថារឿងអត់មានចាប់ត្រឹមហ្នឹងទេបងសៅគាត់និយាយថាផ្លូវហ្នឹងគឺជាប់ស្ពានមួយដែលស្ពានហ្នឹងគឺជាស្ពានថ្មហើយស្ពានថ្មហ្នឹងក៏តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងអត់ឈប់ឈរដែរអត់ខុសពីផ្លូវហ្នឹងទេគាត់ថាអ្នកបើកបរភាគច្រើនណាមិនថាម៉ូតូមិនថាឡានទេគឺភាគច្រើនតែម្ដងបើសិនជាអត់គ្រោះថ្នាក់នៅលើផ្លូវហ្នឹងក៏គ្រោះថ្នាក់បុកគល់ស្ពានហ្នឹងស្លាប់ភ្លាមដែរអញ្ចឹងថ្ងៃមួយអ្នកស្រុកអ្នកភូមិហ្នឹងគឺក្តៅក្រហាយខ្លាំងពេករបៀបថាយប់ឡើងហ្នឹងគឺជិះម៉ូតូជិះឡានអីហ្នឹងច្រើនតែជួបប្រទះឃើញវិញ្ញាណដែលដាច់ក្បាលហ្នឹងមកសុំគេជិះញឹកញាប់ពេកក៏ហៅគ្រូម្នាក់ដែលគាត់អាចតាក់ទងជាមួយនឹងវិញ្ញាណបានណាហៅគាត់មកធ្វើការតាក់ទងជាមួយនឹងវិញ្ញាណហ្នឹងអញ្ចឹងគ្រូហ្នឹងគាត់ក៏បានមកធ្វើពិធីតាក់ទងជាមួយនឹងវិញ្ញាណនៅផ្លូវចំនួន2ហ្នឹងទី1បងប្អូនចាប់ឲ្យបានណាគឺទី1ផ្លូវដែរមានគ្រោះថ្នាក់ចរាចរណ៍ក្បែរផ្ទះបងសៅហើយផ្លូវមួយទៀតមានគ្រោះថ្នាក់ចរាចរណ៍គឺនៅលើស្ពានដែលស្ពានហ្នឹងគឺនៅមិនឆ្ងាយពីផ្លូវហ្នឹងប្រហែលទេបងសៅគាត់និយាយថាជិះម្លងប្រហែលជា1គីឡូអីគឺដល់ហើយគឺទាំងស្ពានហ្នឹងទាំងផ្លូវហ្នឹងគេហៅថាផ្លូវបិសាចឬក៏ផ្លូវមរណៈព្រោះអីអ្នកដែលជិះមកភាគច្រើនកម្រកិច្ចផុតពីផ្លូវហ្នឹងណាគឺជួបគ្រោះថ្នាក់ចរាចរណ៍ហូរហែអញ្ចឹងគ្រូដែលគេហៅមកឲ្យតាក់ទងវិញ្ញាណនៅហ្នឹងគ្រូហ្នឹងគឺជាគ្រូផុសហើយគាត់ថាវ័យហ្នឹងគឺខ្ទង់អាយុ50ជាងអញ្ចឹងគាត់មកហ្នឹងគាត់មានកូនសិស្សគាត់ម្នាក់ដែលមកជាមួយអញ្ចឹងពេលដែលមកហ្នឹងគ្រូហ្នឹងគាត់ក៏បានឲ្យអ្នកភូមិនៅហ្នឹងនាំគាត់ទៅកន្លែងដែលគេធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ញឹកជាងគេហើយកន្លែងដែលជួបគ្រោះថ្នាក់ចរាចរណ៍ដំបូងបំផុតហ្នឹងគឺនៅកន្លែងណាអញ្ចឹងអ្នកស្រុកអ្នកភូមិហ្នឹងក៏នាំទៅកន្លែងដែររថយន្តក្រុងបងប្អូនដែលបុកគ្នាជាមួយនឹងរថយន្តឡានដឹកដីបណ្ដាលឲ្យសាកសព3នាក់ស្លាប់ដាច់ក្បាលព្រមគ្នាហ្នឹងអញ្ចឹងក៏នាំគ្រូហ្នឹងទៅហើយនាំគ្រូហ្នឹងទៅលោកគ្រូហ្នឹងគាត់ក៏បានឈរមើលចុះឡើងនៅកន្លែងហ្នឹងបានទូហើយគាត់ក៏បានបិទភ្នែកសមាធិអញ្ចឹងបន្ទាប់ពីបិទភ្នែកសមាធិហើយហ្នឹងលោកគ្រូហ្នឹងគាត់ក៏បាននិយាយតែបិទភ្នែកមកគាត់និយាយថានៅហ្នឹងគឺមានវិញ្ញាណច្រើនខ្លាំងមែនតើហើយគាត់ធំឆ្អាបឈាមគាត់ថាគាត់ធំឆ្អាបឈាមគឺនៅជាប់ជាមួយគាត់ហើយមានវិញ្ញាណច្រើនខ្លាំងមែនតើគាត់ថាគាត់មើលឃើញវិញ្ញាណចំនួន3ធំមែនតើដែលនៅហ្នឹងគឺអត់ព្រមតាណាទេនៅចាំយកមនុស្សនៅហ្នឹងគាត់ឃើញវិញ្ញាណ3ហ្នឹងគឺដាច់ក្បាលទាំង3តែម្ដងហើយមានប្រុសម្នាក់ស្រី2នាក់ដាច់ក្បាលទាំង3នៅឈរចាំយកមនុស្សដែលធ្វើដំណើរតាមដងផ្លូវហ្នឹងចុងគ្រាន់តែលោកគ្រូនឹងនិយាយមកភ្លាមអ្នកដែលនៅនឹងទាំងបងសៅទាំងប្រជាពលរដ្ឋដែលគាត់មកហ្នឹងគឺគាត់នាំគ្នាព្រួយសបល់គ្រប់គ្នាពួកគាត់អត់បានប្រាប់លោកគ្រូនឹងពីរឿងហេតុដំបូងទេចឹងលោកគ្រូនឹងគាត់និយាយមកគឺគាត់ដូចដឹងច្បាស់ដូចមើលឃើញចឹងលោកគ្រូនឹងគាត់បន្តនិយាយថាមិនមែនមានតែវិញ្ញាណ3ហ្នឹងទេដែលនៅចាំគឺមានវិញ្ញាណច្រើនណាស់ដែលវិញ្ញាណដែលធ្លាប់គ្រោះថ្នាក់នៅនឹងធ្លាប់ស្លាប់នៅនឹងគឺនៅចាំផ្លូវហ្នឹងអញ្ចឹងតែបុគ្គលណាជិះមកផ្លូវហ្នឹងហើយរាសីដាក់គឺវិញ្ញាណទាំងអស់ហ្នឹងឆ្លៀតឱកាសទាញយកទៅតែម្ដងអញ្ចឹងសាហាវខ្លាំងមែនតើបងប្អូនហើយបន្ទាប់ពីលោកគ្រូនឹងនិយាយហើយប្រជាពលរដ្ឋនៅនឹងក៏បាននាំគាត់ទៅកាន់ស្ពានមួយទៀតដែលគេហៅថាស្ពានបិសាចឬក៏ស្ពានមរណៈដែលមានប្រជាពលរដ្ឋគាត់គ្រោះថ្នាក់នៅនឹងច្រើនដែរអ្នកជិះអ្នកអីនៅធ្វើដំណើរហ្នឹងហួសពីផ្លូវហ្នឹង1គីឡូទេគឺឃើញស្ពានហ្នឹងហើយអញ្ចឹងលោកគ្រូនឹងគាត់ក៏បានឈរនៅក្បែរគល់ស្ពានឈរនៅក្បែរគល់ស្ពានណាហើយគាត់បានដាក់ដៃគាត់ហ្នឹងស្ទាបនឹងឯគល់ស្ពានដែរធ្លាប់មានករណីចរាចរណ៍ដែលគេជិះបុកជិះអីចឹងទៅអញ្ចឹងបន្ទាប់ពីគាត់បានដាក់នឹងឯដៃគាត់ស្ទាបគាត់ធ្វើការបិទភ្នែកសមាធិហើយគូលោកគ្រូនឹងគាត់និយាយភ្លាមហ្មងហើយគាត់និយាយហ្នឹង
cứ quặn giấy tiền mặt mặt á quặn mình gì bài thả sái á có tha nơi spin nó nó có 3 spin này quặn bông pa này cứ miên bị nhiên mùi cứ bị nhiên mình được sảy hỏi bị nhiên nắng cứ miên đục riếng xạ sầm pin sầm pong khang mình đẹp hãy quặn mơ một ở cho ba đây để xa xạ năng sầm pin sầm pong pe hỏi miệt thống không mày nơi cho nơi chấm cô spin năng ảnh hãy cho cứ cho chấm dục mình nụ cho chấm dục mình nụ trong khoảng thời lưu hai buổi chiều bao nó non tiếp hay mà tăng đi ra trong cứ plơ này ha mong ông cần mơ nơi lơ spin nó miên bị nhiên đái nơi cho chấm dục mình nụ hay bị nhiên nó mong ông cần mơ tới sợ còn trướng không máu chiêm nụ sấy miệt thùng nơi chấm cô spin đang làm đâu chấm dục nhẹ đấy chi thua đầm ná lơ spin nè chẳng chi ta mình sửa cứ bốc cô spin đang slap liềm làm đâu hai nơi lơ plơ có bài tia bóng sáng nè có miến bị nhiên nơi chấm dùng nè lái chi mình sửa nè thua ở miền của thằng slap này trong cái tơ plơ này ha bóng bóng bởi dương cất á bởi chia parot nó nâng hai thằng plơ mồ nã nó cứ ắt khâu thì hay hướng nó cứ cạn dù vậy nhưng phải bị chạy hướng nó cạn dù ấy na mẹ lỡ lỡ á bóng sai còn giấy á chắc ạ bởi chia parot nó nâng bởi tao bị lục hú nó quạt man sầm mà thi quạt khơi hú phiệp từng on nâng hói á có ban xua tại căn lục hú nâng hà ta của miền bị thi xả vậy nơi không ca thua một mạch công ao bị nhiên từng on nâng á mau dư gì nè đại kết bộ đồng nào lỡ đong play đừng kết chia bị sai cứ bị chia pro đại quạt nâng nắng đây mà đong quạt chia lơ play nắng á cứ quạt khơi chia bị sai cứ bị nhiên chẳng bay đại đại các bán hoặc quạt khơi nhất nè cứ bộ quạt ở trong khơi thế bộ quạt khai bộ chi sọc sọc tới dương khơi trắng vơ ai dương phay tới dương cục krong smart đây dương mà chọn nhạc là smart đây sao tới quạt mình đua quạt mình của thế này trong cứ bị chia pro nắng quạt ha quạt chia ở pot tới khéo pi chi mà to chi lan này có chi ấy thôi đồng nào lớp play nó cứ chia mình pot play mình tả môi trắng qua trang su lục khủ đang tha ta vừa mạch đầm bay cũng chặt bị nhiên từng on nắng cũng ao mau ở nhẹ nhây cũng ao mau phải chia bao quạt quạt khơi như công mau tam tiên vô mà nơi vô ấy mà stone cái đây công ấy chẳng thơ mạch chẳng lục khủ nắng quạt cả bàn ao dọc bò tử quạt bàn prap tại đó phải chia bao quạt nắng ấy quạt hạ ao đi lôi kia nắng á vợ bon tử bộ bị nhiên từng on nắng cứ sắp tay bị nhiên tay hào đại dương gì tha chia không mau đại slap mình thò mà chia đó chẳng mong bọn đáng á tha slap mình thò mà chia nâng slap mạch ưu tiên họ đôi slap về xa tròn co slap về xa cả này khi ta cam kia sầm lap rồi có slap về xa của nãy là trò cho người nâng khai thác chia bị nhiên tay hào hào bị nhiên slap mình thò mà chia chẳng cứ bà ta chạp chuyện nè hai cô chưa bị nhiên là thời cả bọn này rồi cú nâng còn gì phèm chẳng á chẳng thua bọn thì môn và sang mau hái thua bọn ỏi thông thua là lớp lời năng cho hai thằng lừa spin thằng ấy tiệt hai bị chun bọn này kê tử bộ bị nhiên là năng nguyên trao nè chẳng riêng lối kia tử bữa ao thôi tạo bậc cố cứ và hai trường bản tịnh trong buổi chiều bọn nó nắng cua tái riêng lối kia hai thua bón ủ tư tờ cán bị nhiên đáy nơi nắng tử cũng áo miên ca một gì hai bị chun bọn này kê tử tập bị chun bọn này kê hái cứ kê tập tụ bọn năng ngày hay là kê tập tụ bọn năng hai cứ kê lên mau là bị là bol mau dùng nà cái snow này đây tại bữa tham mình thưa bon té tụng trắng cứ nơi tái hồ mình nơi snow năng ảnh hãy cùng thằng năng con mình chọc lại nơi tái và to dùng mình là hụt trong buổi chiều bữa con lư chân hái miên mạch con miên thả sau xưa kia là ngày bằng bầu chân con có ban o con nó cùng tới ngày bằng sáng cứ con miên ấy châu lôi châu ấy cho mỗi kê thưa bòn chân con ha khéo vì lục khú đang quặn giày hái vậy có ban là sọc nạp phun từng o nên nó ngại bồng máu lôi kia thua bòn miền mề phô một mẫuเลยเนี่ยthua bòn với thứ hay bị muốn và sang môi trơn vọt sang mình tèn màu bạc rong màu sau tật màu sốt môn thua bòn ở bị nhiên anatha từng on nắng á hay mình thua tại nơi nắng để cứ bị muốn và sang chỉ trao ăn nó là thua nơi lơ spin này kê chụp của nãy trà cho chờ nắng đài chắc ạ bữa chia parot đại quan ban bầm mẫu lôi kia thì thua bòn nắng háo nhá bóng sai quan vậy tha cao bị thợ bon háo vậy cứ nơi pe dục láng nâng lên miến cả nấy này miên bị ná kia chi mau khơi bị nhiên đánh ba khơi ở miên cả nấy của nãy trà cho ấy thế đấy trong con hà plơ nó cứ ngọc ngạt cao bị thợ bon ủ tư của sao ao bị nhiên đừng on nâng háo nhé con lên miên phanh hại thì tử hãy con hà ni cứ chỉ đừng bất đại cạn miên nơi khung sọc phum qua á đại plơ nông bị bốn cứ nè phum hai tha plơ bầy sát như có plơ mua lần nạ đại nà cây chi tơ nắng cứ phía cha này bờ sân chia của thằng
cứ bắt băng chỉ vật tạm đòn ắt miên được bùa thôn để bắt băng chỉ vật vô tạm đòn hay bắt băng chỉ vật năng mẹ đánh ma lấy đôi AP của nạ tà bầu năng để còn ha slap phim nè kla tới coi chiêm hô mau pin đa pleu năng tư lần nè phôm nè sọc năng cứ khai nó a lên trong hội đồng na ấy nào trong bi cứ chia rương mua để xả hai kháng á trong này cứ chỉ rương đài bằng sai quạt chạy lên bật bị sập to luôn quạt để quạt chuột á hay quạt chuột tầm mà đó nghe bằng ổn quạt chuột tả pe để quạt mau bị nhắm ca khi với những ngày quạt khơi bị nhiên mà nó sấy đặt cái bá bọt đầy hai quạt bọt đầy đi đuổi pha sừng nhá trong sông chi đai chắc nó bọt bên cái ba phong kênh cái ba phong nè hay khói mau chứ còn bên nạp phun xem cái chuột và tên chân nái tay nẹt lá nó cứ chuột khơi bị nhiên bay trôi tận tâm cái đặt cái ba hai chân mỏng bọt đầy chân mỏng trong này cứ chịu rừng này xa hai kháng á mong bọnนี่คือสาหาเมนเต้นะจังนั่งไงอเมริเชิญเด้จังก็ยมสมประจับในคือนั่งปนังจ่อให้จมปวกบางปอนเยอะได้เมนเหอไอรุ่นทดจังใจเล็กคอมเพลตแต่ตัวมาการในแต่อะไรกันทำมายมน่าเอาเนี่ยให้ช่วย subscribe เอายมมันเนี่ยมวยพอกนะบางปอนในยมเมนกำลังเพื่อหึงทำไมเจนมาติดเอาก่อนบายบายจุกเรียนวิดีโอกลาวติดนะ